កងទ័ពកម្ពុជាអាចនឹងបោះបង់ចោលកាំភ្លើងថេផា16ចិនដោយងាកមកប្រើអាវុធមួយនេះវិញសូមស្វាគមន៍មកកាន់ Channel YouTube KH New ជា Channel និយាយអំពីសពាវុធដែលមានការស្នើសុំពីប្រិយមិត្តយើងឲ្យខ្ញុំនិយាយអំពីកាំភ្លើង CZ Brand 2 របស់ប្រទេសឆែកព្រោះតែអាវុធមួយនេះត្រូវបានកងទ័ពខ្មែរប្រើប្រាស់ក្នុងការប្រយុទ្ធទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពសៀមក្នុងជុំទី2និងដោយសារតែកាំភ្លើងប្រចាំកាយថេផា16ផលិតដោយចិនពេលប្រើប្រយុទ្ធជាក់ស្ដែងវាហាក់មិនល្អប្រសើរដូចជា Brand 2 នោះទេគឺថេផា16ឆាប់ឡើងកម្ដៅនិងគាំងបានធ្វើឲ្យកងទ័ពខ្មែរយើងមានផលវិបាកក្នុងការប្រើប្រាស់យោងទៅតាមការផ្សព្វផ្សាយលើបណ្ដាញសង្គម X ក្នុងសង្គ្រាមជុំទី2កងទ័ពកម្ពុជាងាកមកប្រើប្រាស់អាវុធ CZ Brand 2 ផ្លាស់ដោយប្រទេសឆែកវិញតាមពិតទៅអាវុធមួយនេះត្រូវបានបំពាក់ឲ្យកងទ័ពខ្មែរយើងជាយូរមកហើយប៉ុន្តែមិនទូលំទូលាយនោះទេដោយសារយើងឃើញវាប្រើប្រាស់តែក្នុងកងកម្លាំងរក្សាទីក្រុងដូចជាអហនិងកងកម្លាំងពិសេសជាដើមទើបតែបន្ទុះសង្គ្រាមថៃឈ្លានពានខ្មែរយើង CZ Brand 2 ត្រូវបានបង្ហាញខ្លួននៅតាមបណ្ដោយព្រំដែនខ្មែរថៃនិងទូលំទូលាយជាងមុនគឺទាហាននៅតាមបណ្ដោយព្រំដែនមួយចំនួនក៏ត្រូវបានបំពាក់ដោយកាំភ្លើងមួយនេះដែរបណ្ដាញសង្គម X ដដែលក៏បាននិយាយបន្ថែមថាពីខាងមុខដ៏ខ្លីកងទ័ពខ្មែរយើងនឹងបោះបង់ចោលថេផា16ឈប់ប្រើប្រាស់អាវុធចាស់ៗដូចមុនទៀតហើយបើយើងងាកមកមើលអ្នកជិតខាងយើងភាគខាងកើតវិញម្ដងកងទ័ពពួកគេឈប់ប្រើប្រាស់ AK-47 ដោយពួកគេប្រើអាវុធផលិតដោយខ្លួនឯងវិញម្ដងដូចជា SVT 880 Kali ACE ដែលមានអ៊ីស្អែកគឺជាអ្នកជួយជ្រោមជ្រែងក្នុងការផលិត AK-47 និងថេផា11ត្រូវបានកងទ័ពវៀតណាមបញ្ជូនឲ្យកងការពារតាមតំបន់ប្រើវិញឬក៏ខ្មែរយើងតែងតែហៅថាកងអាសាស្ម័គ្រកាំភ្លើង CZ Brand 2 នេះមានសមត្ថភាពកម្រិតណានិងមានប្រភេទអ្វីខ្លះនឹងធ្លាប់ចូលប្រឡូកសង្គ្រាមនៅឯណាខ្លះ CZ 805 Brand ត្រូវបានផលិតដោយសាររដ្ឋឆែកក្នុងឆ្នាំ2011ដោយត្រូវបានបែងចែកជា4ប្រភេទគឺ Assault Rifle ជាកាំភ្លើងវែងសម្រាប់ប្រើទូទៅទាំងយោធានិង Civil Cabin ជាកាំភ្លើងសម្រាប់ប្រើក្នុងកងពិសេសដូចជាឆាតយើងឬក៏រថក្រោះ Battle Rifle សម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធគឺសមត្ថភាពនិងគុណភាពរបស់វាល្អនិងខ្លាំងជាង Assault Rifle Designated Marksman Rifle ជាប្រភេទកាំភ្លើងសម្រាប់បាញ់គោលដៅចម្ងាយឆ្ងាយប្រើប្រាស់ Telescope និងជាប្រភេទកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ Semi Automatic វាត្រូវបានចូលប្រឡូកក្នុងសង្គ្រាមជាច្រើនដូចជាសង្គ្រាមនៅអាហ្វហ្គានីស្ថានសង្គ្រាមនៅម៉ាលីសង្គ្រាមគ្រឿងញៀននៅមិចស៊ីកសង្គ្រាមរុស្ស៊ីអ៊ុយក្រែននិងសង្គ្រាមថៃឈ្លានពានខ្មែរកាំភ្លើងមួយនេះបែងចែកជាច្រើនស៊េរីដូចជា CZ 805 Brand CZ 807 CZ Brand 2 BR CZ Brand 2 DMR និង CZ Brand 3មានបណ្ដោយប្រវែង792 mm ទៅ847 mm សម្រាប់ CZ 805 Brand A2 បណ្ដោយវែងឬក៏ខ្លីអាស្រ័យលើប្រភេទរបស់វានីមួយមានទម្ងន់ 3.6 គីឡូក្រាមឬក៏ 3.15 គីឡូក្រាមសម្រាប់ CZ 807និង 3.78 គីឡូក្រាមទៅ 4.6 គីឡូក្រាមសម្រាប់ CZ Brand 2 BR ចំពោះការប្រើប្រាស់គ្រាប់វិញអាស្រ័យទៅលើប្រភេទនីមួយដែរដូចជា 5.56 គុណនឹង 45 mm NATO 7.62 គុណនឹង 39 mm 7.62 គុណនឹង 51 mm NATO ដោយឡែកសម្រាប់ CZ Brand 2 អាចបាញ់គ្រាប់ពីរប្រភេទគឺ 5.56 គុណនឹង 45 mm NATO និង 7.62 គុណនឹង 39 mm បាញ់បានចម្ងាយចាប់ពី450 ម៉ែត្រទៅ600 ម៉ែត្រជាចម្ងាយបាញ់ចំគោលដៅបានល្អនិងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្ញុំសូមបញ្ជាក់ផងដែលថាចម្ងាយបាញ់នៃអាវុធមួយនេះអាស្រ័យលើប្រភេទរបស់វានីមួយនិងទំហំគ្រាប់របស់វាទូយ៉ាងដូចជា CZ Brand 2 DMR បាញ់បានចម្ងាយ800 ម៉ែត្របាញ់បានចាប់ពី760គ្រាប់ទៅ850គ្រាប់ក្នុង1នាទីមានអាយរនសាញសម្រាប់តម្រង់គោលដៅនិងអាចបំពាក់ Optical Sign តាមស្តង់ដារទំនើបមិនថារបស់ចិនឬក៏អាមេរិកនោះទេ